បំផុតនាងខ្ញុំទទួលបានប្លង់រឹងហើយតែនហើយអ្វីដែលសំខាន់ណែទ្របលាវដល់ថ្ងៃបងពុនជួនរត់ទៀតហើយបងពុនទៅលើអីទៅស្ដាប់វីដេអូនេះឲ្យចប់សិនពាក្យចាស់គាត់តែងនិយាយថាបើជាទ្របរបស់យើងវាមិនទៅណាឆ្ងាយទេគឺវានៅតែជារបស់យើងថ្ងៃនេះខ្ញុំទទួលបានប្លង់រឹងនៅសាលាស្រុកអង្គស្នួលខេត្តកណ្ដាលបងប្អូនជិះតាមផ្លូវលេខ4ចេញពីភ្នំពេញទៅដល់រោងចក្រស្រាបៀរហនុមានហួសតាមបន្តិចទេប្រហែលជា50ម៉ែត្របងប្អូនក៏លេចមើលនៅខាងឆ្វេងដៃនឹងឃើញខ្លោងទ្វារសាលាស្រុកអង្គស្នួលហើយបងប្អូនជិះចូលទៅខាងក្នុងទៅបន្ទាប់មកបងប្អូនដើរសំដៅទៅរកអគារដែលមានឈ្មោះថាការិយាល័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បងប្អូននឹងឃើញកន្លែងដាក់ឯកសារទទួលប្លង់ដីហើយដោយសារតែមានបងប្អូនទៅទទួលប្លង់ច្រើនអាចនឹងមានការរងចាំយូរអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនទៅរៀងព្រឹកតិចទៅដើម្បីឆាប់ទទួលបានប្លង់អញ្ចឹងណាហើយមានបងប្អូនមួយចំនួនទៀតប្រហែលជាគាត់អត់ទាន់ទទួលបាននៅព័ត៌មាននេះទេដោយសារតែលេខទូរស័ព្ទរបស់គាត់តាក់ទងអត់បានខ្ញុំទទួលបានសារពីក្រុមហ៊ុនស្របច្បាប់មួយដែលខ្ញុំបានទិញដីឡូរបស់គាត់ដែលមានទីតាំងដីស្ថិតនៅភូមិទួលសេរីផ្លូវជាតិលេខ51ទល់មុខនឹងសាលានីតិហ៊ានសកម្មហើយឯកសារដែលបងប្អូនត្រូវភ្ជាប់ទៅជាមួយរួមមានអត្តញ្ញាណប័ណ្ណហើយនឹងចុងស្លឹកប្លង់ដីរបស់បងប្អូនអាចធ្វើការដាក់ឯកសារដើម្បីដកប្លង់ដីបានរៀងរាល់ម៉ោងធ្វើការពីថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រចំណុចមួយទៀតដែលបងប្អូនត្រូវចាំបើសិនជាដីនោះជាដីទិញតើបងប្អូនបានបងពុនរួចរាល់ហើយឬនៅអាចមានផ្លូវពីរទី1បើសិនបើដីរបស់បងប្អូនមិនទាន់បានបងពុនទេអាចយកឯកសារនោះទៅដាក់សិនបន្ទាប់មកបងប្អូនអាចត្រឡប់មកផ្ទះវិញសិនរងចាំផ្នែករដ្ឋបាលក៏ហៅដើម្បីទៅដកប្លង់ម្ដងទៀតសម្រាប់អ្នកដែលគាត់បានបងពុនដីរួចហើយទៅដល់គ្រាន់តែដាក់ឯកសារហើយបងប្អូនរងចាំអាចដកប្លង់បានហើយនឹងត្រូវបង់ថ្លៃសេវាបន្តិចបន្តួចចឹងណាសម្រាប់សេវាហ្នឹងខ្ញុំក៏បានថតដែរខ្ញុំនឹងដាក់នៅលើនេះហើយសម្រាប់តម្លៃសេវារដ្ឋបាលគឺគេគិតទៅតាមទំហំដីរបស់បងប្អូនហើយគេគុណជាម៉ែត្រេអញ្ចឹងណាហើយដីហ្នឹងគឺគេបែងចែកជាពីរប្រភេទគឺប្រភេទជាដីកសិកម្មហើយនឹងដីលំនៅឋានបើសិនជាដីបងប្អូនជាដីលំនៅឋានគឺគេគុណតាមនឹងឯងបញ្ជាក់បងប្អូនចំណុចមួយបងប្អូនអាចទៅពេលព្រឹកតិចទៅដោយសារតែមានអ្នកទៅដកហ្នឹងចំនួនច្រើនអញ្ចឹងអាចថាមានការយឺតយ៉ាវហើយអ្នកខ្លះក៏ទៅម៉ោង12ម៉ោង1ម៉ោង2អីចឹងទៅអាចចាំរហូតដល់ម៉ោង4ម៉ោង5បានដកអញ្ចឹងណាអញ្ចឹងអ្នកដែលគាត់ទៅល្ងាចពេកម៉ោង4កន្លះគឺគេលេងទទួលអញ្ចឹងណាចឹងទៅរៀងថ្ងៃតិចទៅបើសិនជារវល់ពេលព្រឹកអីចឹងណាសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំទៅពេលថ្ងៃសារពេលព្រឹកខ្ញុំជាប់រវល់មើលក្មេងមើលកូនអញ្ចឹងណាអញ្ចឹងពេលថ្ងៃខ្ញុំឆ្លៀតទៅដកបានប្រហែលជាខ្ទង់ម៉ោង5ល្ងាចអញ្ចឹងគេដកឲ្យយើងតតអស់មនុស្សតែម្ដងចាធ្វើម៉េចទៅឲ្យបានមុនម៉ោងត្រឹមម៉ោង2ម៉ោង3អីហ្នឹងទៅដល់ចាកុំឲ្យល្ងាចពេកអញ្ចឹងសម្រាប់វីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងជួបគ្នានៅវីដេអូបន្តទៀតអូខេបាយបាយ